ខ្ញុំជាមនុស្សម្នាក់ដែលអត់ចូលចិត្តលេង PVE សោះហ្មងនិយាយទៅអ្នកដែលស្គាល់ខ្ញុំអ្នកដែលមើល live ខ្ញុំគឺគាត់ដឹងហើយតែខ្ញុំមិនដែលលេង PVE ទេខ្ញុំលេងកាបូមទេតែដោយសារតែឥឡូវនេះ AK2 គេមានការអាប់ដេតថ្មីជាមួយនឹង map PVE លេងលលយហ្មងខ្ញុំនិយាយមកខ្ញុំទៅសើហ្មង map ដែលខ្ញុំកំពុងតែបង្ហាញបងប្អូននេះគឺជា map World Boss ដែល map PVE ថ្មីនិយាយទៅសម្រាប់ map ហ្នឹងគឺស្រួលលេងខ្លាំងហ្មងហើយសំខាន់ណាស់ graphic របស់គេគឺស្អាតណាស់សម្រាប់ map នេះសួរថាខ្ញុំលេងដើម្បីអី item ល្អៗច្រើនខ្លាំងហ្មងបាទខ្ញុំសុខចិត្តមកលេងហើយខ្ញុំលេងរាល់ថ្ងៃបងប្អូនអានេះព្រោះដោយសារតែខ្ញុំចង់បាន item ល្អៗ map នេះអត់មានអីពិបាកលេងទេគ្រាន់តែបងមានកាន់ទៅហើយយើងបាញ់ដៃបាញ់ជើងវាតាមគេតាមឯងណាយើងដើរអីទៅតាមគេតាមឯងទៅគឺហើយដល់កន្លែងនេះយើងបាញ់ដៃវានិយាយទៅមុនហ្នឹងយើងបាញ់ជើងឥឡូវយើងបាញ់ដៃវាម្ដងហើយយើងដើរទៅខាងមុខទៀតនិយាយទៅអានេះខ្ញុំកាត់យកណាទីច្រឡំថាលេងលឿនអីដូចខ្ញុំចាអត់ទេគឺយើងកាត់យកទេអានេះដល់វាចំចឹងមកបាញ់អាកន្លែង green hole នេះដែលខ្ញុំកំពុងបាញ់ហ្នឹងហើយសូមបញ្ជាក់តិចសម្រាប់បងដែលគាត់ដែរលេងសោះយក point ត្រឹមតែ5 10លានដូចខ្ញុំចេះក៏បានដែរព្រោះដោយសារតែបើសិនជាយើងបាញ់លើហ្នឹងក៏យើងនៅតែបាន20 fragment ដូចគ្នាអញ្ចឹងយើងចែកគ្នារស់ទៅបាញ់យក point ច្រើនណាស់ប្រយ័ត្នគេ vote kill សម្រាប់ fragment គឺយើងលេងមកវគ្គបាន20អញ្ចឹងក្នុងមួយថ្ងៃគឺគេឲ្យយើងលេងបានតែ5ដងហ្នឹងហ្នឹងគឺយើងមកយកកន្លែង exchange ហើយយើងចុចកន្លែង wall របស់នេះ item គេសុទ្ធតែ permanent ហើយល្អណាសូមបញ្ជាក់តិចសម្រាប់ map របស់ហ្នឹងគឺគេឲ្យយើងលេងចាប់ពីម៉ោង7យប់ទៅណាចាំបងចង់ឲ្យខ្ញុំលេងអីឲ្យមើលទៀតអាចធ្វើការ comment នៅខាងក្រោម